Hello hello ស្ដីទាំងអស់គ្នាខ្ញុំបាទឌីកាមីងបាទការជួបគ្នាយូរដែរអីតោះថ្ងៃនេះខ្ញុំមាន mod ថ្មីមួយនេះយើងច្រើនមែនតើឆាតទៅខ្ញុំសុំ mod boot FS ឥឡូវខ្ញុំមករកឲ្យទាំងអស់គ្នាបានហើយបាទគឺអាចមើល FS របស់ខ្ញុំបានគឺវាល្មមគួរសមមក smooth ដែរហើយតែសាច់ឥឡូវលេងហ្គេមវានេះពិបាកដែរនេះវារៀងតាក់ដែរឥឡូវយ៉ានេះមានmod boot FS មួយចង់មកឲ្យអ្នកគ្នាលេងគឺមានគ្នាយើងសុំច្រើនមែនតើឥឡូវនេះខ្ញុំបានយកមកឲ្យទាំងអស់គ្នាហើយយ៉ាពី link mod នៅក្រោម description ហើយយ៉ាមុននឹងចូលទៅកាន់របៀបដាក់ mod កុំភ្លេចទៅចុចlike និង subscribe ឲ្យខ្ញុំម្នាក់មួយផងយ៉ា channel របស់ខ្ញុំគឺបាន900 subscribe ហើយអរគុណអរគ្នាខ្លាំងមែនតើបាទដែលចុច subscribe និងមើលវីដេអូខ្ញុំតាំងពីអត់តមាន view តាំងពី view 1 2តាំងពី subscribe អត់មានរហូតដល់ subscribe 900 subscribe ហើយបាទក៏សូមអរគុណទាំងអស់គ្នាខ្លាំងមែនតើហើយក្នុងនេះជួយចុច subscribe ឲ្យខ្ញុំម្នាក់មួយផងអ្នកដែលមកថ្មីដើម្បីឆាប់បាន1000 subscribe ហ្នឹងហើយគឺអរគុណគ្នាទុកជាមុនតែឥឡូវយើងចូលទៅកាន់របៀបដាក់ mod របស់យើងទាំងអស់គ្នាជាដំបូងមកដល់ពេលយើង download យើងចូលមកកាន់ site server របស់យើងមកហើយយើងចុចកន្លែង download មកហើយយើងត្រូវអា mod ដែលខ្ញុំដាក់ក្នុងក្រោម description អ្នកទាំងអស់គ្នា down ហ្នឹងឥឡូវខ្ញុំសុំទៅលុប mod ចាស់សិនដើម្បីដាក់ឲ្យអ្នកគ្នាមើលឥឡូវចាំតិចទៅឥឡូវខ្ញុំសុំលុប config និង mod វាចេញអូខេឥឡូវចាំមានតិចទៅខ្ញុំលុបវាចេញសិនឥឡូវយើងលុបបានហើយយើងចុចមកកាន់កន្លែង download មកហើយយើងត្រូវអា mod ដែល down មកមិញហ្នឹងវាដាក់ mod គឺវាដូចតែដាក់ mod ផ្សេងទេគឺវាមានខុសអីគ្នាទេតែមានខុសគ្នាទេទាំងអស់គ្នាហើយនេះបើគ្នាអត់យល់អីគឺអាចមើលពីវីដេអូបានមើលតាមហ្នឹងទៅយើងចុចលើអាពណ៌លឿងហ្នឹងមកហើយចុចសង្កត់វាជាប់ចុចកាត់ copy វាទៅហើយយើងចុចអាកន្លែងនោះគ្នាអាចមើលតាមសញ្ញាសដែលខ្ញុំអូសនៅលើអេក្រង់ហ្នឹងបានហើយចូលទៅកាន់ពណ៌ចាស់របស់យើងជិះវាទៅ file មកហើយចុចវាតែមិនក្រាស់ហើយយើងផាកន្លែងហ្នឹងមកទាំងគ្នាគឺផាកន្លែងហ្នឹងគឺបានហើយយើងអាចដាក់ mod បានហើយហើយឥឡូវយើងចូលទៅកាន់ពណ៌ចាស់របស់យើងម្ដងអានេះខ្ញុំប្រាប់វារបៀប install Fabric យើងចុចកន្លែងសញ្ញា project មកហើយយើងចុចឲ្យកន្លែងសញ្ញាបូកនឹងមួយមកហើយយើងអូសពីលើមកយើងរាប់យកទី3ហ្នឹងមកហើយយើងចុចតាមដៃមកគ្នាពណ៌សហ្នឹងកន្លែងពណ៌សហ្នឹងហ្នឹងគឺដៃរបស់ខ្ញុំចុចហើយយើងចុចបន្តមកប៉ុណ្្នឹងហើយយើងចុចចេញវិញមកហើយវាបានហើយយើងចុចដាក់ Fabric ណាដែលយើង install មិញមកយើងដាក់វាហ្នឹងហើយទាំងអស់គ្នាវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងឯងបាទហើយក៏សូមចិត្តអ្នកគ្នាម្ដងទៀតអ្នកដែលមកថ្មីកុំភ្លេចជួយចុច like subscribe ខ្ញុំអ្នកមួយផងដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូថ្មីបន្តទៀតហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយទៀតអ្នកទាំងគ្នាជួបខ្ញុំ